គ្នាមកកាន់វីដេអូថ្មីហើយមានដែរគឺយើងនៅក្រុងសន្លឹមចាំមើលថ្ងៃនេះខ្ញុំនឹងនាំទាំងអស់គ្នាទៅលេងកន្លែងកំសាន្តមួយចំនួននៅលើក្រុងសន្លឹមនេះថានៅនេះយើងអាចទៅលេងអីណាបានខ្លះហើយឥឡូវនេះខ្ញុំកំពុងទៅកន្លែងមួយគឺនៅ Freedom Waterfall អញ្ចឹងនៅនេះមានទឹកធ្លាក់ដែរបងប្អូនគ្នាហើយចាំមើលថាខែនឹងមានទឹកអត់ព្រោះខ្ញុំមកកាលពីលើកមុនមានប៉ុន្តែខ្ញុំបានថតឲ្យបងប្អូនគ្នាមើលទេហើយសង្ឃឹមថាពេលនេះមានដែរចុះតែបើអត់ក៏បងប្អូនគ្នាអាចមើលបានដែរថាយើងអាចបានតាមណាទៅតាមណាទៅលេងអីចឹងណាអូខេStars pull us apart through no fault of your own. You've been winded and thrown. ពេលដល់គ្នាទឹកធ្លាក់ Freedom នេះគឺបើដើមពីកន្លែងគេងពួកខ្ញុំគេងនៅ Island Center Point បើដើមប្រហែល10នាទីអីដល់ហើយផ្លូវដើរគឺស្រួលទេអត់បាក់ទេនៅនេះចឹងអានេះគោលដៅទី1ថ្ងៃហ្នឹងគឺ Freedom Waterfall នេះផ្លូវចឹងអានេះដមួយខែមួយចឹងដើរទៅនេះទៀតទៅនៅខាងនោះមានផ្ទះអ្នកភូមិហើយគាត់នៅនឹងហើយមានកន្លែងគេងមួយចំនួនក៏នៅនឹងដែរបើទាំងអស់គ្នាចង់មកគេងអាចគេងនៅនេះបានហើយដើរទៅឆ្នេរនៅម្ខាងទៀតបានហើយនេះមេឃស្លាស់ល្អដែរអត់មានអាឡូបអីទេគឺទឹកស្ងប់ល្អហើយនេះភ្នំនៅជាហ៊ានហ្នឹងគឺភ្នំតែដល់គ្នានេះមានបឹងកាឡូដែរកូកូបឹងកាឡូចឹងគេទៅដល់គ្នាមើលឃើញសមុទ្រនៅខាងនេះបានចាប់អារម្មណ៍អាចមកលេងបាននេះចឹងយើងដើរទៅមុខទៀតទៅទឹកធ្លាក់នៅខាងមុខហ្នឹងឯងវាយូរស្អាតណាស់ទាំងគ្នាមកដល់នេះនេះផ្ទះកន្លែងគេងហ្នឹងឯងគឺនៅខាងនេះបឹងកាឡូគេ Your faith, you know, the further out you drift, the more you turn our love away. Where's my light at the end of the tunnel? Where's my light at the end of the tunnel? Where's my light at the end of the tunnel? The one you promised. គ្នាលើខ្ញុំមកដល់ទឹកធ្លាក់តែទឹកតិចមែនតើវាអត់មានណាខែនេះដោយសារវាមិនខែភ្លៀងទេអញ្ចឹង
ដូចតែបានឃើញនេះកាលមុនអានឹងអាងហ្នឹងគឺពេញហ្មងឲ្យទឹកនៅខាងលើយើងដើរទៅលើទៀតទៅមានទឹកនៅខាងលើហ្នឹងហើយបរិយាកាសនៅនេះស្អាតដល់គ្នាអញ្ចឹងយើងដើរទៅលើទៀតទៅឡើងមកដល់លើហើយផ្លូវដូចទាំងអស់គ្នាឃើញនៅក្រោយគឺស្រួលដើរមកទេអញ្ចឹងបើខ្ញុំដើរពីកន្លែងខ្ញុំជិះមកប្រហែល10នាទីនេះគឺទឹកធាក់បដាបដាគ្រាន់តែទឹកវាតិចហើយរុក្ខជាតិនៅនេះស្អាតមែនអែមហ្មងនេះមានភ្ញៀវបន្តិចគាត់មកហើយទឹកខែហ្នឹងនៅមានទឹកតែគ្រាន់តែទឹកតិចដល់គ្នាអញ្ចឹងបើទាំងអស់គ្នានេះអាចមកលេងអាចមកជិះនៅនេះដើរមកលេងនៅនេះបាទMercy of creation, you've overturned all my grace. Where's my light at the end of the tunnel? Where's my light at the end of the tunnel? Where's my light at the end of the tunnel? The one you promised, the one you promised to me. Yes វាឡើងមកដល់លើហ្នឹងនេះទឹកយើងចុះទៅវិញហ្នឹងទាំងដូចទាំងអស់គ្នាឃើញអញ្ចឹងគឺទឹកតិចទេប៉ុន្តែបើថាចង់មកលេងឲ្យមកលេងបានបើទាំងអស់គ្នាចង់មកមានទឹកច្រើនមកអាខែវស្សាទាំងទឹកធ្លាក់យ៉ាងខ្លាំងជាងហ្នឹងអញ្ចឹងបេសកកម្មគោលដៅទី1គឺយ៉ាយើង finish ហើយមើលយើងទៅគោលដៅទី2ទី3ទៀតអញ្ចឹងខ្ញុំ plan ថាទៅ sunset វិញទៀតដើរប្រហែលជាកន្លះម៉ោងតែចាំមើលសិនថាបានទៅថ្ងៃហ្នឹងឬក៏ស្អែកហើយនឹងនាំបងប្អូនគ្នាមកមើលឆ្នេរនៅកន្លែងខ្ញុំទីនេះគេហៅ Seriousson Bay ឆ្នេរវែងបងប្អូនគ្នាហើយស្អាតតែខ្សាច់ម៉ត់ឈឹងសស្គូគឺមនុស្សច្រើនមែនតើដូចតែខ្ញុំឃើញនៅក្រោយនេះពួកគាត់លេងទឹកទាំងហ្នឹងហើយខាងបណ្ណានៅកន្លែងអូតែលរបស់ពួកខ្ញុំធ្វើការនេះគាត់ណែនគឺពេញហ្នឹងមកឥឡូវពួកខ្ញុំកំពុងតដើរទៅឆ្នេរខាងចុងនោះពួកខ្ញុំអត់ដែរបានទៅថតដល់នោះទេពីខ្ញុំថតនៅនោះចឹងនឹងនាំបងប្អូនគ្នាដើរមើលឆ្នេរនៅប្លុកខាងកោះរុង Serioson Bay អីនេះដែរបើបងប្អូនគ្នាអត់ដែរមក
ហើយ Sunset Beach នៅមួយជាហៀងខាងនោះទៀតចឹងដោយសារនៅនេះយើងមើលបានតែថ្ងៃរះហើយថ្ងៃរះនៅខាងនេះតែបើថ្ងៃលិចយើងទៅខាងឆ្នេរនៅខាងនោះមួយទៀតមិនមើលឃើញចាំបើយើងចង់មើល Sunset ទៅខាង Lazy Beach ឬក៏ Sunset Beach ទេយើងតើគ្នាឥឡូវយើងមកដល់ឆ្នេរមួយទៀតនេះឆ្នេរមួយទៀតយើងមកដល់ឆ្នេរដែលយើង plan បានមកហ្នឹងនៅនេះគេមានតូងមែនទេអែមពីយប់ក៏អែមនៅហ្នឹងហ្នឹងនោះកន្លែងយើងដើរមកនេះយើងដើរមកដល់ច្រកផ្លូវដែលយើងអាចទៅ Sunset Beach ហើយនិង Lazy Beach នេះផ្លូវហ្នឹងយើងដើរចូលតាមនោះទៅចាំមើលយើងនាំទៅគ្នាទៅមើលដែរតែឥឡូវគឺយើងដើរមកលេងនៅឆ្នេរនេះយើងដើរដល់ចុងខាងនោះទៀតហ្នឹងស្អាតដល់ឆ្នេរសាច់មាត់ឈឹងមកនេះច្រកទៅហ្នឹងដល់នេះយើងដើរមកដល់នេះទៀតកាន់តែស្អាតទៀតទៅឆ្នេរស្អាតទេសាច់ឆ្នេរហើយសាច់អីវាស្អាតស្គាល់ហើយខ្ញុំមកខ្ញុំមានអារម្មណ៍ថាជួបអ្នកធ្លាប់ស្គាល់គ្នាអ្នកថតដែរគាត់ឈ្មោះខុនគាត់ថតឲ្យ Shadow គាត់នៅនោះតែហែងគាត់ថតឲ្យតាមទេនេះគេរៀប stage នេះHip steak or hip steak? Steak ឆា Steak barbecue កន្លែងនេះស្អាតទាំងអស់គ្នាអូតាគេនេះយើងដើរមកដល់ចិត្តដល់ចុងឆ្នេរពីកន្លែងយើងគេមកដល់នេះគឺ3គីឡូឥឡូវយើងដើរមកដល់ Moonlight Resort នេះនៅក្រោយស្អាតឆ្នេរហើយយើងមកដល់ខាងនេះទៅស្ងាត់ខាងនេះស្ងាត់ល្អអត់សូវមានអ្នកដើរមកដល់ទេតោះអ្នកគេងនៅនេះហ្មងមកនៅខាងនោះសបោឡើងគេងនៅនេះតិចទេតែគេងគេមួយនៅខាងនេះស្គាល់ឆ្នេរគេតើអ្នកនេះហើយខាងនេះគេមានកន្លែងគេង restaurant អីនៅខាងនោះចឹងទៅគឺតើអ្នកគ្នាឥឡូវយើងដើរមកដល់ចុងឆ្នេរហ្នឹងស្អាតនៅឆ្ងាញ់ចុងហ្នឹងអត់សូវមានមនុស្សទេអែមមែនតើប្រហែលជាដីប្រហែលជា3គីឡូពីកន្លែងគេមកហើយយើងមានពេលយើងដើរលេងបានហើយស្អាតហើយនៅក្រោយមានដំណោមានអីនៅនេះអត់សូវមានភ្ញៀវទេព្រោះដោយសារកន្លែងនេះគេបិទ operate បាត់ហើយតែនៅក្រៅនេះតែឆ្នេរមកដល់នេះស្អាតទាំងអស់គ្នាដូចឃើញនៅក្រៅអញ្ចឹងណាធំមែនតើខ្សាច់សខ្ចីហ្មងហើយមកឆឹងអត់បានថ្ងៃដល់ពេលអញ្ចឹងពួកខ្ញុំរៀងដើរស្រួលហើយវាអត់សូវកណ្ដាលអែមហើយមើលប្រហែលជាល្ងាចបើពួកខ្ញុំមានកម្លាំងហើយនឹងដើរទៅ Sunset ថ្ងៃហ្នឹងហើយស្ដីទាំងអស់គ្នាឥឡូវព្រឹកថ្ងៃទី3ហើយពួកខ្ញុំកំពុងតែដើរទៅ Lazy Beach ដើរប្រហែលជា 3-4 គីឡូទេដើរ30នាទីជាងតើគ្នាចឹងចិត្តតែទេសំហើយផ្លូវស្រួលទេចឹងនៅកន្លែងផ្លូវចូលមិញជួលខ្វាត់បាយជួលម៉ូតូអីជីបានតែពួកខ្ញុំដើរព្រោះដោយសារវាចិត្តដែរមិនឆ្ងាយទេហើយបើយ៉ាងមានឱកាសទៅ Lazy Beach មួយទៀតក៏បាន Sunset Beach មួយទៀតក៏បានដែរតែចាំមើលសិនព្រោះដោយសារល្ងាចមានថតអីតិចតួចដែរហើយព្រឹកមិញថ្ងៃរះ
bố bố hiện khẽ với miệng xong rồi lại tầm bát ngày hiện ngày tịch tới nhìn lưỡi cái miền này đấy mà cái tầm play miền ấy khác còn ở từ khi bạn mới đây play ấy cho từ khi mà nó khi play nước đa tam sự nhà kia tới lấy gì bị như tới nó xanh xanh bị cái tên nước đáy hay lấy háo dân tới tam chọn này mình chẳng của nhung ta lấy gì bị sấn hay chạm bộ lấy hào về hay nó cái lại nhung ký nữa cái nó khinh phòng bị những cái đào của son của nhung mình kinh hiện du tích trên tầm bàn tranh mà lấy màu pin đọt lấy lời tam prey mà nôm nên đó hay là lợi dụng cột bông tạt đà làm cái núng chất đói mới tới này chào thì nè ngặt chân ở mình mà đợi thế mình bụi nhóm mới tạm lợi chẳng ở đây chỉ cô đai thì bí để cô nhóm mình lấy cuộc sống như mà anh từ tức là freedom để nơi chất lại của nhóm kỳ và ní đa mau bị bê cái lỗ lấy gì bình ấy hóa ra nó hay đấy này nó khỏi nữa nồng tất là những cái nơi block hay mà nhưng mà đó là cái này đám chơi thum nó khỏi đấy nè hay nó khăn đấy mà đám tiền thum á nè nó khỏi nó khăn đấy cái đọc lại lazy bean này thum mình tên lồi chẳng lazy bean cho thằngนั้นtới sảnនេះគឺវាចូលក្នុងព្រៃភ្នំម្ដងyes nón từng nó thêm màu adventure đấy ok đây mình là nghịch này yep đây cho mà nó thì chạy vào đây em đây là trục mỏ đó này cool nhưng mà chất đói lại thì tiết ra đói đó cái này finally dương mà đòn là lazy beach đấy anh nói hay mới đây yes nâng cao nhá em mình thấy sát nó thấy sát tiền là xem như mình đừng nào này nè cọp sẽ định đó em sát lỗ như thế cọp cho nên mình sai em mà đó này xa ra cả đào máu từ mình khó bụng nói em để cọp
ប៊ីស្អាតតែវារៀងឆ្ងាយបើភ្ញៀវគាត់ចង់មកអីក៏គាត់ដើរមកពីផែនមកវាឆ្ងាយដែរតែបើតើគ្នាគេនៅប្លុក Station Bay អីហើយដើរមកបាន40នាទីអីទេស្អាតហើយស្ងាត់ល្អហ្នឹងបើយើងចង់មកបែបនេះrelax ស្ងាត់យើងណាខ្សាច់សស្គូនេះពីច្រើនសតតែភ្ញៀវបរទេសកម្រមានខ្មែរគាត់ដើរមកលេងអីទេតែបើថាឲ្យគេកម្រមានភ្ញៀវគេនេះឥឡូវពួកខ្ញុំកំពុងទៅStone Cove ទៅថាហូបចលាស្គាល់ដើរទៅកន្លែងហូបចម្លាក់លើថ្មហើយនៅក្រោយនេះគឺឆ្នេរ Lazy Beach ឥឡូវយើងដើរទៅទៀតប្រហែលមិន400 ម៉ែត្រអីដល់ហើយបើឡាយហៅដូចចូល2គីឡូទៀតតែឡាយហៅឮថាគេបិទមិនឲ្យចូលទេតាំងពីមានសង្គ្រាមមួយថៃនឹងមកគេឲ្យចូលប៉ុន្តែគេអត់ឲ្យថតឡើងទៅលើថតអីចឹងណាចឹងយើងអាចចូលបានធម្មតាតែឡើងទៅលើឡាយហៅហ្នឹងគេបិទឡើងឲ្យចូលហើយជើងនេះតាមជើងដល់ឥឡូវនេះពុញមកកន្លែង Stone Cove គេហូបចម្លាក់ហើយមកផ្លូវឡើងចោះត្រេងហើយមកហៅផ្លូវមកឃើញចានេះគោលដៅទី3ហ្នឹងគឺ Stone Cove ហូបសំណាក់អូយមានផ្លូវយើងដាក់ទៅកាត់នេះកន្លែងលក់សំបុត្រគេយើងចង់ចូលទិញសំបុត្រអូមកឃើញតែអត់ឃើញមកដល់មើលទិញសំបុត្រអស់នេះមែននេះគេដាក់ផ្លែណាយើងដល់ឃើញយើងមកដល់កន្លែងទៅចម្លាក់លើថ្មនេះអានេះទៅឆ្លាក់ក៏ប៉ុន្តែមិនមែនហូបបុរាណទេនេះក៏ទៅឆ្លាក់ដែរហើយ view point គឺនៅផ្លូវមួយគ្នានឹងឯងឥឡូវយើងដើរមក view point ហើយនៅនេះកន្លែងយើងមើលចម្លាក់មើលអីចាំមើលទៅ view point គេឆាច់មែនឬថាគេយកលុយប៉ុន្តែនេះហ្នឹងយើងអាចយកសបុតហ្នឹងយកទៅដូរយកត្រេងយកអីនៅនេះបានណាចាំមើលសិនព្រៃក្រាស់មិញឃើញគីងកងសត្វគីងកងព្រៃផ្លូវគេfinally យើងមកដល់ view point នេះយើងដើរចូលតាមនោះទៅនោះមានកន្លែងមើលគេកំពុងតែសាងសង់nice មែនតើបងប្អូនកប់សេរីណានេះគេពងចាក់រៀបស្អីបន្ថែមយ៉ាងតិចនេះបងប្អូនឃើញអត់ញាក់សាច់ស្អាតតែឥឡូវគេចាក់ថ្មបាត់ហើយពីមុនថ្មធម្មជាតិវានៅហ្នឹងតែឥឡូវគេចាក់ប្រហែលគេរៀបធ្វើ restaurant ធ្វើអីហ្នឹងទៅអូស្អាតបងប្អូនមែនតើកប់បដ ថ្មនៅក្រោមអានោះទឹក
stars pulled us apart through អ្នក no នរគ្នាយើងមកដល់ពូចម្លាក់នេះថ្មនៅនោះពូចៃស្គាល់ដែរតែថ្មធំៗហ្នឹងនឹងក្រោយហើយមានសត្វស្លាបធំៗនៅនេះខ្ញុំមកមិនឃើញសត្វគីកងពីរមកគូរបស់គេថ្មចម្លាក់លើថ្មដែលមកផ្ទាំងធំហ្មងអែមនេះចឹងពីហ្នឹងទៅដល់នោះហើយនោះមានរូបដំរីមួយទៀតនេះអានេះរូបកសែនកវត្តហ្នឹងទៅយ៉ាងណាចម្លាក់រូបដំរីណយហើយនៅខាងនេះមានមួយទៀតដែរហូបសំណាក់នេះតុតាពាក់មួក Do you remember in the emergency room? You scared the shit out of me. Your carelessness took a heavy toll on me. I stood beside you, saw something inside you melt. I took a cab with you, I drew a path for you. I poured my heart into you, I poured my heart into you, I poured my heart into you.